និយាយរួមទៅខ្ញុំជាមនុស្សទំនេរម្នាក់ចឹងហើយបានជាខ្ញុំអង្គុយអានសៀវភៅវិនិយោគល្បីៗដែលគេច្រើនណែនាំដើម្បីមើលថាវាត្រូវឬអត់ហើយមានប្រយោជន៍មែនអត់អ្នកទាំងអស់គ្នាមើលវីដេអូនេះទៅមិនបាច់ខាតពេលទៅអង្គុយអានខ្លួនឯងទេនិយាយក្រៅផ្លូវការបន្តិចមិនថាខាងហិរញ្ញវត្ថុសុខភាពឬធ្វើអ្វីក៏ដោយការអានសៀវភៅវាគ្រាន់តែប្រាប់ឲ្យយើងដឹងប៉ុណ្ណោះប៉ុន្តែការដឹងនិងការធ្វើបានវាជារឿងពីរផ្សេងគ្នាអានសៀវភៅច្រើនមិនមែនមានន័យថាដឹងអស់នោះទេអានច្រើនមិនប្រកាសថាមានទេអានច្រើនក៏មិនប្រកាសថាពូកែដែរចឹងហើយអ្នកទាំងអស់គ្នាកុំអានសៀវភៅពេកត្រូវចេញទៅក្រៅធ្វើនេះធ្វើនោះទើបមានបទពិសោធន៍ព្រោះត្រូវមានបទពិសោធន៍មកបញ្ជាក់ពីចំណេះដឹងទើបយើងអាចក្លាយជាមនុស្សពូកែនិងរកលុយបានច្រើនតោះចាប់ផ្ដើមយើងចាប់ផ្ដើមជាមួយសៀវភៅបុរាណក្នុងស្រឡាយវិនិយោគនិងហិរញ្ញវត្ថុបុគ្គលគឺសៀវភៅ Rich Dad Poor Dad របស់លោក Robert Kiyosaki គាត់ជាជនជាតិជប៉ុនកាលពីឆ្នាំមុនគាត់លក់មាសអស់រួចយកទៅ all in លើ Ethereum ទាំងអស់រួចខាតអស់រាប់ពាន់លានដុល្លាររឿងនេះបញ្ជាក់ថាសូម្បីតែអ្នកចេះវិនិយោគនិងសរសេរសៀវភៅបង្រៀនគេរឿងហិរញ្ញវត្ថុក៏គង់តែខាតដោយតែមនុស្សធម្មតាដែរនិយាយពីរឿងសៀវភៅនេះវិញវាត្រូវបានរៀបរាប់ជាបែបប្រវត្តិរូបសង្ខេបជុំវិញកុមារា Kiyosaki ដែលធំដឹងក្តីឡើងជាមួយគំរូឪពុកពីររូបដែលមាននិស្ស័យខុសគ្នារវាងថ្ងៃនិងយប់ម្នាក់ជាឪពុកបង្កើតដែលរៀនសូត្របានខ្ពស់មានសញ្ញាបត្រពេញដៃធ្វើការជារាជការគាត់ជឿថារូបមន្តជីវិតដែលមានសុវត្ថិភាពគឺរៀនឲ្យពូកែមានសញ្ញាបត្រច្រើនមានការងារច្បាស់លាស់ព្រឹកធ្វើការល្ងាចត្រឡប់មកផ្ទះចុងខែបើកប្រាក់ខែហើយចាំខែក្រោយធ្វើដូចដើមឡើងវិញនេះជាការគិតក្នុងរង្វង់សុវត្ថិភាពចំណែកឪពុកម្នាក់ទៀតគឺជាឪពុករបស់មិត្តភ័ក្តិគាត់រៀនត្រឹមថ្នាក់ទី8ប៉ុន្តែបានក្លាយជាពាណិជ្ជករម្នាក់យ៉ាងមានបានហើយមានការគិតលើរឿងលុយកាក់ខុសគ្នាស្រឡះចេញពីគំរូផ្ទុយគ្នាទាំងពីរនេះ Kiyosaki បានដកស្រង់មេរៀនល្បីបំផុតនៃសៀវភៅនេះគឺការខុសគ្នារវាងទ្រព្យសកម្មដែលគេហៅថា assets និងបំណុលគេហៅថា liabilities assets គឺជារបស់ដែលចាក់លុយចូលហោប៉ៅយើង liabilities គឺជារបស់ដែលលូកដៃចូលហោប៉ៅយើងលួចដកលុយចេញជាទៀងទាត់ដោយជួនកាលយើងមិនដឹងខ្លួនផងតាម Kiyosaki ផ្ទះដែលយើងកំពុងនៅមិនប្រកាសជា assets ទេវាអាចជា liabilities ព្រោះរាល់ខែត្រូវបង់ការប្រាក់ធនាគារបង់ពន្ធចាយលើការជួសជុលថ្លៃទឹកថ្លៃភ្លើងលុយហូរចូលហោប៉ៅយើងពិតប្រាកដនៅពេលដែលយើងលក់ផ្ទះនោះចំណេញឬយកវាទៅជួលដើម្បីបង្កើត passive income រាល់ខែប៉ុណ្ណោះនោះជាគ្រឹះដំបូងក្នុងសៀវភៅនេះចំណុចទី2ដែលខ្ញុំដកស្រង់បានគឺ cash flow quadrant វាជាក្របខ័ណ្ឌគំនិតដែលចែកមនុស្សជា4ក្រុម1ក្រុមធ្វើការស៊ីប្រាក់ខែលក់ពេលវេលាដើម្បីដូរយកលុយ2ក្រុមអាជីវកម្មផ្ទាល់ខ្លួនធ្វើម្ចាស់ខ្លួនឯងមែនប៉ុន្តែបើឈប់ធ្វើការគឺគ្មានចំណូលទេឈប់មួយថ្ងៃអត់ចំណូលមួយថ្ងៃ3ក្រុមម្ចាស់អាជីវកម្មម្ចាស់ប្រព័ន្ធដែលដំណើរការបានដោយមិនបាច់មានវត្តមានខ្លួននៅបញ្ជីផ្ទាល់បង្កើតប្រព័ន្ធដាក់មនុស្សឲ្យធ្វើការចុងខែចាំតែទទួលលុយ4ក្រុមអ្នកវិនិយោគអ្នកដែលបណ្ដោយឲ្យលុយធ្វើការបង្កើតលុយមកវិញសូម្បីតែពេលកំពុងគេងលោក Kiyosaki និយាយថាក្រុមពីរខាងលើនៅតែបន្តដូរពេលវេលាយកលុយឯក្រុមពីរខាងក្រោមទើបជាក្រុមដែលខិតជិតទៅរកសេរីភាពហិរញ្ញវត្ថុរឿងនេះជួយឲ្យយើងមើលឃើញការងារការិយាល័យក្នុងជ្រុងមួយផ្សេងទៀតថាបើសិនជាសង្ឃឹមតែលើប្រាក់ខែមិនថាប្រាក់ខែខ្ពស់ប៉ុណ្ណាក៏ដោយក៏អ្នកនៅតែរត់ក្នុងរង្វង់ដែល Kiyosaki ហៅថា rat race ដែររកលុយចាយលុយជំពាក់បំណុលសងបំណុលហើយជំពាក់ទៀតដើម្បីផ្ដល់រង្វាន់ខ្លួនឯងយ៉ាងណាមិញមិនមែនអ្វីៗក្នុងសៀវភៅសុទ្ធតែត្រូវ 100% នោះទេចំណុចខ្លះខ្ញុំមិនសូវយល់ស្របទេព្រោះវាសរសេរបែបនិទានរឿងពោពេញដោយអារម្មណ៍ងាយអានមែនប៉ុន្តែគ្មានលេខរៀងបញ្ជាក់ច្បាស់លាស់ឡើយអត្តសញ្ញាណរបស់ Rich Dad ត្រូវបានគេសង្ស័យជាច្រើនឆ្នាំព្រោះ Kiyosaki មិនដែលទម្លាយជាសាធារណៈអ្នកវិភាគហិរញ្ញវត្ថុជាច្រើនបានព្រមានថាការទូន្មានខ្លះក្នុងសៀវភៅអាចនឹងគ្រោះថ្នាក់ប្រសិនបើយកទៅអនុវត្តឧទាហរណ៍ការខ្ចីបំណុលទៅទិញអចលនទ្រព្យដោយមិនគិតគូរពីហានិភ័យឲ្យច្បាស់លាស់គឺងាយនឹងក្លាយជាទាសករនៃបំណុលខ្លាំងណាស់បន្ទាប់ពីអាន Rich Dad Poor Dad រួចខ្ញុំយល់ថាវាបានផ្លាស់ប្ដូរការគិតរបស់ខ្ញុំដោយចោទសួរថាតើលុយកំពុងធ្វើការឲ្យយើងឬមួយក៏យើងកំពុងធ្វើការរហូតដល់ខូចតម្រងនោមដើម្បីតែលុយប៉ុន្តែសៀវភៅនេះមិនមែនជាសៀវភៅបច្ចេកទេសទេវាគ្រាន់តែជាឧបករណ៍បើកគំនិតប៉ុណ្ណោះសៀវភៅទី2គឺ Think and Grow Rich របស់លោក Napoleon Hill សៀវភៅនេះត្រូវគេចាត់ទុកជារ៉ាយគ្រឹះឬជាសៀវភៅជំនាន់ដើមក្នុងស្រឡាយអភិវឌ្ឍខ្លួនគឺក្នុងរយៈពេលជិត30ឆ្នាំលោក Hill បានដើរសម្ភាសអ្នកជោគជ័យរាប់រយនាក់នៅសម័យនោះរួមទាំង Andrew Carnegie ហើយគាត់បានដកស្រង់ចេញជាគោលការណ៍13យ៉ាងដែលជាគ្រឹះនៃជោគជ័យត្រូវមានគោលដៅជាក់ស្ដែងដែលអាចដុតកម្ដៅឲ្យយើងប្រញាប់ធ្វើសកម្មភាពត្រូវមានជំនឿចិត្តដាច់ខាតលើអ្វីដែលខ្លួនកំពុងធ្វើត្រូវរំលឹកនិងផ្ដោតអារម្មណ៍លើវាជាប្រចាំហើយអ្វីដែលខ្វះមិនបានគឺជំនាញពិតប្រាកដផែនការច្បាស់លាស់ភាពក្លាហានក្នុងការសម្រេចចិត្តនិងភាពអត់ធ្មត់លោក Hill យល់ថាមនុស្សភាគច្រើនបរាជ័យមិនមែនមកពីខ្វះសមត្ថភាពទេគឺមកពីបោះបង់លឿនពេកគាត់ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបរិស្ថានជុំវិញខ្លួនផងដែរបើជុំវិញខ្លួនសុទ្ធតែមនុស្សពូកែមានកម្លាំងចិត្តនិងខិតខំទៅមុខអ្នកក៏នឹងត្រូវគេទាញទៅមុខតាមនឹងដែរទោះជាយ៉ាងណាគោលការណ៍ទាំង13នេះមានចំណុចចោទសួរច្រើន
ព្រោះគាត់សិក្សាប្រមូលតែទិន្នន័យពីអ្នកជោគជ័យដែលនៅកំពូលប៉ុន្តែមិនបាននិយាយពីមនុស្សដែលខិតខំប្រឹងប្រែងអត់ធ្មត់តែចុងក្រោយនៅតែបរាជ័យនោះទេក្រៅពីនេះគោលការណ៍ក្នុងសៀវភៅវាទូលំទូលាយពេកមនុស្សខ្លះបរាជ័យដោយសារបោះបង់លឿនប៉ុន្តែក៏មានមនុស្សបរាជ័យដោយសារតែទទឹងទឹះព្យាយាមតស៊ូយូរពេកជាមួយគំនិតដែលមិនកើតការដែរសៀវភៅទី3 The Richest Man in Babylon សៀវភៅមុននិយាយច្រើនពីការគិតនិងកម្លាំងចិត្តឯសៀវភៅនេះផ្ដោតលើសំណួរជាក់ស្ដែងជាងគឺធ្វើដូចម្ដេចដើម្បីរក្សាលុយទុកល្អៗសម្រាប់ខ្ញុំសៀវភៅនេះងាយអានជាងគេព្រោះវាប្រាប់ជាសាច់រឿងប្រៀបប្រដូចក្នុងសម័យបាប៊ីឡុនបុរាណតួអង្គឯកគឺអាខាតជាមនុស្សចេញពីត្រកូលក្រីក្រប៉ុន្តែក្រោយមកបានក្លាយជាមនុស្សដែលមានបំផុតក្នុងទីក្រុងដោយសារការអនុវត្តគោលការណ៍ហិរញ្ញវត្ថុសាមញ្ញៗមួយរកបាន10កាក់ត្រូវរក្សាទុកយ៉ាងហោចណាស់1កាក់សម្រាប់ខ្លួនឯងស្មើនឹងការសន្សំសំចៃ 10% នៃចំណូលភាគច្រើនមនុស្សយើងពេលប្រាក់ខែធ្លាក់មកដល់ភ្លាមគឺប្រញាប់បង់ថ្លៃផ្ទះថ្លៃហូបចុកថ្លៃភ្លើងកាហ្វេទិញអីវ៉ាន់មិនដែលទុកប្រាក់សន្សំមុនទេអ្នកនិពន្ធបញ្ជាក់ថាការសន្សំមិនមែនជារឿងធ្វើក្រោយគេទេតែជាកាតព្វកិច្ចដំបូងគេត្រូវបង់ឲ្យខ្លួនឯងមុនគេរួចទើបគិតគូររឿងផ្សេងពីរត្រូវយកលុយទៅធ្វើការវិនិយោគការសន្សំគ្រាន់តែជាជំហានដំបូងដើម្បីកើនទ្រព្យលុយនោះត្រូវយកទៅវិនិយោគលើអ្វីដែលបង្កើតផលចំណេញ3កុំវិនិយោគលើអ្វីដែលខ្លួនមិនយល់អាខាតតែងរំលឹកថាបើមានឱកាសវិនិយោគណាដែលសន្យាផ្ដល់ចំណេញធំពេកងាយស្រួលពេករហូតដល់មិនសមហេតុផលនោះវាពិតជាការបោកប្រាស់ហើយចំណុចដែលខ្ញុំចូលចិត្តគឺវាប្រកបនិយមចាយតិចជាងលុយដែលរកបានសន្សំឲ្យបានទៀងទាត់វិនិយោគដោយប្រុងប្រយ័ត្នកុំបង្កើតបំណុលអាក្រក់ទោះជាយ៉ាងណាវាក៏មានកម្រិតដែរព្រោះការនិទានជារឿងប្រៀបប្រដូចបានធ្វើឲ្យបញ្ហាសាមញ្ញពេកក្នុងជីវិតជាក់ស្ដែងការខ្លាយជាអ្នកមានមិនមែនអាស្រ័យទៅលើការសន្សំនិងវិន័យទេវានៅមានកត្តាចំណូលឱកាសការងារបរិស្ថានរស់នៅនិងចំណុចចាប់ផ្ដើមទោះជាយ៉ាងណាវាបានបង្កើតគ្រឹះហិរញ្ញវត្ថុបុគ្គលយ៉ាងល្អសម្រាប់ខ្ញុំសៀវភៅទី4 The Intelligent Investor របស់លោក Benjamin Graham នេះជាសៀវភៅដែលពាក់ព័ន្ធនឹងការវិនិយោគហើយត្រូវបានគេចាត់ទុកជាគ្រឹះនៃសាលាវិនិយោគ Value Investing វាមានឥទ្ធិពលខ្លាំងលើ Warren Buffett ដោយ Buffett ធ្លាប់និយាយថាការអានសៀវភៅនេះកាលអាយុ19ឆ្នាំជាការសម្រេចចិត្តសំខាន់បំផុតមួយក្នុងជីវិតគាត់ប្រសិនបើសង្ខេបសៀវភៅនេះក្នុងគំនិតមួយគឺ Margin of Safety អាជីវកម្មនីមួយៗសុទ្ធតែមាន intrinsic value តម្លៃពិតប៉ុន្តែតម្លៃភាគហ៊ុនលើទីផ្សារមិនមែនតែងតែឆ្លុះបញ្ចាំងត្រូវនោះទេជួនកាលវាឡើងថ្លៃហួសហេតុដោយសារមនុស្សរំភើបជួនកាលវាធ្លាក់ថ្លៃថោកជ្រុលដោយសារទីផ្សារភ័យខ្លាចភារកិច្ចរបស់អ្នកវិនិយោគគឺស្វែងរកក្រុមហ៊ុនល្អដែលកំពុងត្រូវបានវាយតម្លៃថោកជាងតម្លៃពិតហើយគម្លាតនោះឯងគឺជា Margin of Safety ដូចជាការសាងសង់ស្ពានដែលទ្រទម្ងន់បាន10តោនទោះបីជារថយន្តឆ្លងកាត់មានទម្ងន់តែ6តោនក៏ដោយដើម្បីទុកចន្លោះសុវត្ថិភាពសម្រាប់ហានិភ័យដែលមើលមិនឃើញ Graham បានបង្កើតរូបភាពប្រៀបធៀបល្បីល្បាញគឺ Mr. Market គាត់ជាអ្នកជិតខាងរបស់អ្នកដែលរាល់ថ្ងៃរត់មកសួរអ្នកថាចង់ទិញឬលក់ភាគហ៊ុនទេបញ្ហាគឺគាត់ជាមនុស្សប្រែប្រួលអារម្មណ៍ខុសធម្មតាថ្ងៃខ្លះរំភើបពេកតម្លៃថ្លៃក៏ពពកថ្ងៃខ្លះភ័យខ្លាំងពេកលក់ថោកដូចលក់ឡៃឡុងភារកិច្ចរបស់អ្នកវិនិយោគគឺត្រូវរក្សាខួរក្បាលឲ្យត្រជាក់ទិញនៅពេលដែលហ្វូងមនុស្សអស់សង្ឃឹមខ្លាំងនិងរក្សាភាពស្ងប់ស្ងាត់នៅពេលហ្វូងមនុស្សរំភើបជ្រុលសៀវភៅនេះក៏បែងចែកច្បាស់រវាង investing ការវិនិយោគនិង speculation ការប៉ាន់ប្រមាណInvesting ដាក់លុយបន្ទាប់ពីបានវិភាគយ៉ាងល្អិតល្អន់មានមូលដ្ឋានការពារដើមទុននិងរំពឹងប្រាក់ចំណេញសមរម្យ Speculation ការភ្នាល់ថាថ្ងៃក្រោយនឹងមានអ្នកមកទិញបន្តក្នុងតម្លៃខ្ពស់ជាងនេះចំណុចខ្សោយសៀវភៅនេះពិបាកអានខ្លាំងច្រើនជំពូកជ្រៅទៅលើរបាយការណ៍ហិរញ្ញវត្ថុហើយឧទាហរណ៍ខ្លះចាស់បុរាណតាំងពីសតវត្សមុនអូខេនឹងហើយគឺជានិពន្ធសៀវភៅទី4បន្ទាប់ពីបានអានសៀវភៅទាំង4ក្បាលនេះរួចខ្ញុំយល់ថាវាជាដំណើរការមួយដែលល្មមគ្រប់គ្រាន់និងលម្អិតហើយសៀវភៅ Rich Dad Poor Dad នឹងបង្រៀនយើងឲ្យមើលឃើញពីលុយកាក់តាមជ្រុងមួយផ្សេងទៀត Think and Grow Rich និយាយអំពីកម្លាំងចិត្តនិងការអត់ធ្មត់ The Richest Man in Babylon បង្រៀនពីវិធីរក្សាដើមទុន The Intelligent Investor បង្រៀនពីវិធីការពារនិងអភិវឌ្ឍចំនួនដើមទុននោះសៀវភៅទាំងនេះមិនមែនយល់ស្របគ្នាទាំងស្រុងនោះទេព្រោះលោក Kiyosaki លើកទឹកចិត្តឲ្យប្រើប្រាស់កម្ចីឬ financial leverage ដើម្បីទិញទ្រព្យសកម្មចំណែកលោក Graham បែរជាប្រាប់ថាប្រយ័ត្នកុំធ្វើបែបនោះត្រូវដាក់ការការពារដើមទុនជាអាទិភាពចម្បងជាជាងការដាក់ទុនទាំងអស់ដោយប្រថុយប្រថានឯ Napoleon និយាយច្រើនអំពីជំនឿនិងអាកប្បកិរិយាខាងក្នុងគឺគាត់រៀងមានជំនឿអរូបីបន្តិចខ្ញុំគិតថាការខុសគ្នានេះជារឿងធម្មតាទេព្រោះរឿងលុយកាក់មិនមែនជាមុខវិជ្ជាគណិតវិទ្យាដែលមានចម្លើយត្រូវតែមួយនោះទេវានឹងក្លាយជាបញ្ហាប្រសិនបើអ្នកអានសៀវភៅមួយក្បាលហើយចាត់ទុកវាជាសច្ចធម៌ដាច់ខាតព្រោះសៀវភៅមួយក្បាលត្រូវសរសេរឡើងក្នុងសម័យកាលមួយដែលប្រហែលជាមិនអាចយកទៅអនុវត្តក្នុងសម័យកាលមួយផ្សេងទៀតបានឡើយហើយយើងនៅតែត្រូវជ្រើសរើសយកតែចំណុចល្អៗនិងសមស្របបំផុតពីសៀវភៅនោះខ្ញុំចង់និយាយថាការអានសៀវភៅទាំងនេះចប់វាប្រកាសជានឹងមិនធ្វើឲ្យអ្នកមានភ្លាមក្នុងពេលមួយយប់នោះទេប៉ុន្តែប្រសិនបើជំនាញរបស់អ្នកកើនឡើងជាលំដាប់ប្រាក់ចំណូលរបស់អ្នកកើនឡើងជាបណ្ដាៗនោះសៀវភៅទាំងនេះនឹងក្លាយជាគ្រឹះដើម្បីឲ្យអ្នកកសាងអនាគតហិរញ្ញវត្ថុមួយដ៏ល្អអូខេ
អរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះរហូតដល់ចប់ខ្ញុំបាទតាមអារម្មណ៍កុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយ